បើចូលតែឯងសាងកម្មមកក្នុងជីវិតញ៉ាអញវេទនាឈឺចាប់ប៉ុណ្ណឹងហើយឯងកុំសង្ឃឹមតែឯងទៅធ្វើមនុស្សល្អត្រឹមត្រូវស្អីទៀតព្រោះមនុស្សដូចឯងនេះវាអត់សមនឹងឲ្យគេគោរពអត់សមនឹងមានកិត្តិយសទៀតទេឯងធ្វើមិនធ្វើចុះជាមួយអញតែអាណិតម៉ែអញផងកន្លែងខ្ញុំលោកអត់ច្បាស់តែបងហើយនឹងអញដូចអត់ដាស់ស្គាល់គ្នាទេមិនចាំបាច់ធ្វើអញ្ចឹងដាក់បងខ្ញុំគ្រាន់តែចង់ធ្វើកូនល្អអាចឲ្យម៉ែរស់បានសុខឲ្យម៉ែមានកិត្តិយសភាសាខ្ញុំតែខ្ញុំវាធ្វើអត់បាននៃប្រាក់ខែចុងក្រោយនៅក្នុងនឹងខ្ញុំថែមលុយលើកទឹកចិត្តអស់ហើយម៉ែបើអត់មានលទ្ធភាពចាំស្រុកខែក្រោយមកទៅមែនតាមេពួកខ្ញុំមិនដឹងពីស្ថានភាពរបស់មេណាទទួលទុកទៅមិនអីទេទាំងអស់គ្នាសុទ្ធតែដឹងពីស្ថានភាពផងខ្ញុំមិនទេខ្ញុំក៏អត់ច្បាស់រឿងបន្តដំណើរទៅមុខដូចគ្នាឥឡូវចេះវិញតាមេពួកខ្ញុំសុខចិត្តធ្វើការទៅប្រាក់ខែសិនចាំពេលការងារដំណើរការចាំមេទូទាត់ឲ្យតាមទៅអរគុណសម្រាប់ទឹកចិត្តទាំងអស់គ្នាខ្ញុំទទួលប៉ុន្តែទាំងអស់គ្នាសុទ្ធតែមានទំនួលខុសត្រូវសុទ្ធតែមានគ្រួសារសុទ្ធតែមានការចំណាយទាំងអស់ខ្ញុំអត់អាចឲ្យអ្នកទាំងអស់គ្នាមកធ្វើការជាមួយខ្ញុំបថយទាំងអត់ដឹងមានប្រាក់ខែឬក៏អត់ទេទទួលយកទៅមិនអីទេតែមេមិនបាច់ក្រែងចិត្តទេទទួលទុកទៅអរគុណច្រើនដែលអ្នកទាំងអស់គ្នានៅជាមួយខ្ញុំតាំងពីដំបូងខ្ញុំសុំទោសបងខ្ញុំអត់ទាន់មានលទ្ធភាពទូទាត់ទេបងពជាពេលខ្ញុំសិនបានអត់បងខ្ញុំនិយាយត្រង់បងខ្ញុំអត់ដឹងថាពេលណាខ្ញុំដោះស្រាយចាញ់ទេបងយកខ្ញុំសិនណាបងឥឡូវអាចចាំខែក្រោយបានអត់លើកនេះអញអត់មានត្រូវការស្ដាប់ហេតុផលអត់មានត្រូវការយោគយល់អីទៀតទាំងអស់កុំថាអញពួកម៉ាក់ចិត្តអត់បានអញសួរឲ្យតែមួយម៉ាត់ទេលុយអញនៅណាស្នាចាប់ទុកតែអញសុំវល់ឯងគេអត់តន់ទូទាត់តែអញអញ្ចឹងអញក៏អត់មានអីទូទាត់តែអញដូចគ្នាហើយមុខក្រាស់មែនតើអញអត់ដឹងថាគូរកពាក្យស្អីយកមកនិយាយឲ្យសមជាមួយនឹងមុខក្រាស់អត់គេខ្មាស់របស់ឯងហ្នឹងទេនេះសុំអញពជាពីខែ1ដល់ខែ3ប្រាប់ថាមានបញ្ហាអញអូខេអញយោគយល់ដល់ខែ3មានបញ្ហាទៀតសុំអញពជាទៅដល់ខែ8អញអត់មាត់ទេអញគិតថាពួកម៉ាក់អញនៅយោគយល់ទៀតមកដល់ខែ8ហើយនៅសុំអញពជាដល់ខែ10ទៀតពួកចុះបញ្ហាអញក៏ច្រើនម៉េចមើលឯងមានលេសប្រមាណទៀតឯងបញ្ចេញមកអស់មើលឯងមានយល់ដល់អញខ្លះអត់ទេឯងមានការលំបាករបស់ឯងអញក៏មានការលំបាករបស់អញគេអត់តន់ទូទាត់ឲ្យហើយរឿងរបស់ឯងអញសួរត្រង់ឯងមានយល់អញខ្លះអត់ហ៎ឯងយល់អត់ទេអញយល់ថាមនុស្សយល់គេធ្វើអញ្ចឹងឯងកុំនិយាយថាយល់ព្រោះមនុស្សឯងនេះស្អីគេអត់យល់ដែរឯងអត់មានយល់អាណាទាំងអស់ឯងយល់តែពីខ្លួនឯងទេឥឡូវអញ្ចឹងអញធ្វើម៉េចឯងចាំពីអញទុកបើជ្រុលតែឯងសាងកម្មមកក្នុងជីវិតអញឲ្យអញវេទនាឈឺចាប់ប៉ុណ្ណឹងហើយឯងកុំសង្ឃឹមតែឯងទៅធ្វើមនុស្សល្អត្រឹមត្រូវស្អីទៀតព្រោះមនុស្សដូចឯងនេះវាអត់សមនឹងឲ្យគេគោរពអត់សមនឹងមានកិត្តិយសទៀតទេអញដឹងតែឯងកំពុងខឹងអញខ្លាំងឯងចង់ធ្វើអីធ្វើទៅអញអត់ប្រកាន់អត់បន្ទោសពួកម៉ែឯងចង់យកអញធ្វើគូធ្វើកបីអូខេអញអត់ខឹងអត់បន្ទោសឯងចង់រត់ការផ្លូវច្បាប់តាមចិត្តអញព្រមទាំងអស់តែអញសុំតែមួយឯងធ្វើមិនធ្វើចុះជាមួយអញតែអាណិតម៉ែអញផងកុំឲ្យរឿងនឹងគាត់ដឹងហើយអត់ចង់ឲ្យម៉ែឯងដឹងអូខេអញជូនតាមសំណើអញសន្យាថាអញអត់ទៅប្រាប់គាត់ទេតែអញនឹងឲ្យមនុស្សនៅក្នុងបណ្ដាញសង្គមដឹងពីធាតុពិតរបស់ឯងដឹងពីកាយរបស់ឯងថាមនុស្សឯងធ្លាក់ដល់បាត់ជីវិតហើយឯងនៅប្រទាញពូម៉ាត់ដែលអញខំជួយក្បាលឯងនេះមកឲ្យវេទនាជាមួយឯងទៀតអូនអើយអូនមានពងទាអត់ទេមានយកពងទា10គ្រាប់ហើយទឹកត្រីម្ដងណាអូនកន្លែងខ្ញុំលក់អត់ចាពាក់ណាចុះបងមានថាចាពាក់ណាអូនបងមានលុយមកទិញចាក៏ប្រាប់បកាទុកមុនអញ្ចឹងភ្ញៀវតែមកទិញទាំងអស់ហ្នឹងអូនឯងបញ្ជាក់គ្រប់គ្នាមែនអូន
ហើយក៏ទៅជាមួយបងតែបងហើយនឹងអូនឯងយកដាក់ស្គាល់គ្នាទេហើយមិនចាំបាច់ធ្វើអញ្ចឹងដាក់បង ស្មាខ្ញុំនឹងមិនដែលស្គាល់មកបងឯងមែនគេល្បីឡើងពេញទូរស័ព្ទនិយាយត្រង់ខ្ញុំយល់អារម្មណ៍ម្ចាស់លុយច្បាស់អាមនុស្សជពាក់លុយគេឲ្យកិច្ចវេះអញ្ចឹងខ្ញុំមិនចង់លក់ឲ្យទេ អូនឯងអត់ដែរស្គាល់បងបងអត់ដែរស្គាល់អូនឯងគ្រាន់តែឃើញគេប្រហោះថាបងមនុស្សអាក្រក់ជពាក់លុយគេអត់សងអូនឯងខឹងស្អប់ជាមួយបងអញ្ចឹងទាំងតែមនុស្សនឹងអត់ដែរស្គាល់គ្នាសោះអត់យល់ថាវាល្ងងពេកទេអូនឯង ខ្ញុំសុខចិត្តជឿខុសតែខ្ញុំមិនជឿមនុស្សធន់ដូចបងឯង អត់អីទេអូនអីវ៉ាន់ហ្នឹងបងអត់ទិញ អរគុណច្រើនណាស់បង មិនក៏មិនជិះឡានមក ឡានខ្ញុំគេខ្ចីម៉ែ ចុះគ្រាន់មកលេងផ្ទះសោះមិនក៏យកបានមកច្រើនម៉េះ ចេះតែយកមកសគួរទៅមិនដឹងថ្ងៃណាទៅវិញផង កណៃមកអញ្ចឹងនៅកន្លែងបានណាចាំមើល បិទទ្វារសិនណាមួយអីវ៉ាន់មិនទាន់ចូលស្តុកផងវាអត់មានការងារធ្វើនៅកន្លែងផងចេះមកលេងស្រុករៀងបានយូរតិចទៅ ហាអាវីសូហ្នឹងបោះផ្ទះលេខ2ហ្នឹងក្មួយអាហ្នឹងមីងអត់ប្រើទេមានតែផ្សេងអត់ មានណាមីងសាប៊ូវីសូពិសេសនេះផលិតជាពិសេសសម្រាប់ប្រជាជនកម្ពុជាដោយក្រុមហ៊ុន Unilever ដើមកំណើតពីចក្រភពអង់គ្លេសមិនមែនបោះផ្ទះលេខ2ទេហើយ Unilever មានរោងចក្រផលិតច្រើននៅតាមបណ្ដាប្រទេសធំៗនៅតំបន់អាស៊ានពីមុនណាដោយសារប្រជាជនយើងពេញនិយមប្រើអីវ៉ាន់ផ្ទះលេខ2ហ្នឹងអញ្ចឹងហើយបានក្រុមហ៊ុនគេនាំពីប្រទេសហ្នឹងមកតែឥឡូវដើម្បីស្របតាមឆន្ទៈពហិការរបស់ប្រជាជនកម្ពុជាយើងណាក្រុមហ៊ុនគេសម្រេចនាំចូលផលិតផលសាប៊ូវីសូពិសេសនេះពីប្រទេសផ្សេងហើយ ណាមីអូនច្បាស់ហើយថាមិនមែនរបស់ផ្ទះលេខ2ហ្នឹង ចាមីងឥឡូវមីងមកមើលនេះបាកូន893ថ្មីវីសូពិសេសនេះម៉ាកសញ្ញាផលិតផលរបស់ក្រុមហ៊ុន Unilever មានម៉ាកសញ្ញាច្បាស់លាស់ចុះបញ្ជីកម្មសិទ្ធិបញ្ញានៅកម្ពុជាតាំងពីឆ្នាំ2017ផលិតផលមានឯកសារនាំចូលត្រឹមត្រូវនិងបញ្ជាក់ទីតាំងផលិតច្បាស់លាស់នៅលើសំបកកញ្ចប់ ទេមីងឆ្ងល់មិនក៏គេមិនផលិតនៅស្រុកខ្មែរហ្មងទៅចាំបាច់នាំចូលពីប្រទេសគេទៅអី អូដោយសារតែក្រុមហ៊ុន Unilever នៅកម្ពុជាយើងហ្នឹងអត់ទាន់មានរោងចក្រផលិតនិងវេចខ្ចប់ទេមីងដឹងស្រាប់ហើយធ្វើរោងចក្រថ្មីត្រូវការពេលវេលាច្រើនវាមិនស្រួលដូចយើងគិតទេអញ្ចឹងដើម្បីបំពេញតម្រូវការទីផ្សារបានរហ័សទាន់ពេលបានគេសម្រេចនាំចូលវីសូពិសេសនេះពីប្រទេសដែលមានបាកូដ893ហ្នឹងដោយសារនៅហ្នឹងមានរោងចក្រផលិតស្រាប់ណាមួយងាយស្រួលដឹកជញ្ជូនមកកម្ពុជាយើងផង ហើយចុះគុណភាពវាមិនដែរ ខ្ញុំអ្នកលក់នេះក៏ប្រើផ្ទាល់ដែរមីងទោះបីថាសាប៊ូវីសូពិសេសនេះដូរប្រទេសផលិតក៏ដោយប៉ុន្តែនៅតែរក្សាស្តង់ដារគុណភាពដដែលទេតម្លៃក៏ល្អសមរម្យគុណភាពខ្ពស់ស្តង់ដារអន្តរជាតិប្រើអត់កាត់ដៃជួយកម្ចាត់ស្នាមប្រឡាក់ដែលកប់ជ្រៅក្នុងសម្លៀកបំពាក់នឹងបានល្អជួយឲ្យសម្លៀកបំពាក់យើងសភ្លឺចាញ់ចាំងហើយជាប់ក្លិនបានយូរតាំងពីប្រើលើកដំបូងហ៎មីង អញ្ចឹងយកនៅមកកញ្ចប់មកមួយ ចាមីង មីងបងសរោគាត់មិនអីឡើយ មានមិនវាធម្មតាតែមួយ អូយតើសាមានរឿងប៉ុណ្្នឹងឯងគាត់នៅធ្វើចិត្តបានមកផ្ទះធម្មតា មានខ្លួនឯងចង់និយាយអីគេ ហាចឹងមីងអត់ដឹងរឿងបំណុលបងសរោហ្នឹងឯងចុះ មីងអត់ដឹងផង អូយមីងអើយខ្ញុំគេឡាយជេរឡើងផ្អើពេញហ្នឹងទាំងអស់ខ្ញុំឃើញខមមិនអាក្រក់ណាស់ខ្ញុំដឹងតាមគេផុសតគ្នាហ្នឹងតើ វាអត់មានការងារធ្វើនៅកន្លែងផងចេះមកលេងស្រុករៀងបានយូរតិចទៅអូយមានបញ្ហាអីម៉ែម៉ែខ្លាចខ្ញុំមកស្រុកនាំបញ្ហាឲ្យម៉ែមែនចង់ឲ្យខ្ញុំប្រាប់ម៉ែថាខ្ញុំមកផ្ទះនេះដោយសារកិច្ចពីបំណុលកិច្ចពីជីវិតដែលគេស្អប់កិច្ចពីរឿងគេទាលុយហ្នឹងមែនខ្ញុំនិយាយត្រង់ហ៎ម៉ែ សំបីតែផ្ទះក៏ខ្ញុំអត់ហ៊ានចង់មកដែរ
ខ្ញុំខ្លាចម្ចាស់បំណុលគេមកទាលុយដល់ផ្ទះខ្លាចគេប្រមាថម៉ែខ្លាចអ្នកភូមិសោតយំប៉ុន្តែក្រៅពីផ្ទះខ្ញុំវាអត់មានកន្លែងណាទៅមែនភ្លាមពេលតែមួយខ្ញុំអស់ទាំងមិត្តភ័ក្តិសូម្បីតែមនុស្សដែលស្គាល់គ្នាក៏គេងាកមកចេញសល់បំណុលរុំកោះគេទៅយុះខ្ញុំក៏អស់ខ្ញុំហត់នឿយណាស់ម៉ែខ្ញុំហត់នឿយជីវិតនេះមែនទេខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទៀតខ្ញុំអត់ចង់ឲ្យម៉ែចំណាស់នេះហើយត្រូវមកពិបាករងទុក្ខដោយសារខ្ញុំទៀតទេខ្ញុំគ្រាន់តែចង់ធ្វើកូនល្អអាចឲ្យម៉ែរស់បានសុខឲ្យម៉ែមានកិត្តិយសដោយសារខ្ញុំតែខ្ញុំវាធ្វើអត់បានខ្ញុំសុំទោសម៉ែខ្ញុំប្រឹងអល់ភាពខ្ញុំបានតស៊ូហើយជាមួយជីវិតនេះតែជីវិតវាអត់ស្រួលសោះគ្រប់ផ្លូវវាត្រូវតែមានឧបសគ្គគ្រប់ផ្លូវវាត្រូវតែមានបលារាល់ថ្ងៃខ្ញុំខ្មាស់ខ្លួនឯងត្រង់ថាអាយុប៉ុណ្ណេះហើយមិនទាន់បានសងគុណម៉ែប៉ុន្តែនៅតែធ្វើជាបន្ទុកឲ្យម៉ែពិបាកដោយសារខ្ញុំឥឡូវម៉ែប្រហែលជាត្រូវលក់កិត្តិយសដោយសារកូនជាពាក់បំណុលគេជុំទឹះទៀតខ្ញុំអត់ដឹងតែត្រូវប្រាប់ម៉ែតាមវិធីណាមែនជប់យំមកកូនមិនមែនផ្លូវដែលយើងរើសុទ្ធតែត្រូវសុទ្ធតែមានសេចក្តីសុខទាំងអស់នោះទេជាមនុស្សប្រុសត្រូវហ៊ានប្រឈមមុខជាមួយនឹងបញ្ហាម៉ែដឹងថាកលៈទេសៈកំពុងតែលំបាកតែកូនកុំទូទន់ទៅតាមវាសនាជំពាក់គេច្រើនប៉ុណ្ណាកូនត្រូវតែតាំងចិត្តខំរកសងគេទៅណាកូនទោះបីអ្នកផ្សេងគេមិនយល់គេមើលមិនឃើញថាកូនម៉ែខំប្រឹងប៉ុណ្ណាក៏ដោយប៉ុន្តែព្រះលោកមើលឃើញទោះបីជាកូនឆ្លងកាត់ឧបសគ្គច្រើនយ៉ាងណាក៏ដោយកូនត្រូវចាំណាកូនមានពរពីម្ដាយកុសលផលបុណ្យដែលកូនបានសាងជាមួយម៉ែវានឹងរុញច្រានឲ្យកូនរួចចាក់ផុតរំដៅនៃជីវិតទឹកសមុទ្រជ្រៅប៉ុណ្ណាក៏ដោយក៏គង់មានបាតហើយមនុស្សដែលជោគជ័យក៏ត្រូវតែមានបាតនៃជីវិតទាំងដើមទាំងការរាប់មើលសិនណាបើសិនខ្វះខាតត្រង់ណាចាំប្រាប់តាមក្រោយទៀតអញនឹកស្មានតែយកលុយនឹងបសងអញវិញនិយាយមែនព្រោះដំបូងអញគិតថាអញចោលហើយលុយហ្នឹងចុះអញធ្លាប់ប្រាប់ថាម៉េចអញគ្រាន់តែត្រូវការពេលវេលាលុយហ្នឹងអញគង់តែសងទេហើយមិនយកលុយមកសងហើយនៅអញអ្នកខុសទៀតហើយអញអត់ខុសអញក៏អត់ខុសហើយអញក៏អត់ខុសជាមួយពាក្យដែលអញធ្លាប់និយាយដែរឥឡូវឲ្យសងលុយអញហើយវាលែងជាពាក់វគ្គវិនគ្នាប៉ុន្តែអញមានអារម្មណ៍ថាដូចធ្វើខុសស្អីជាមួយឯងមិនដឹងទេខុសរឿងអីគេរឿងបណ្ដាញសង្គមនោះហើយគិតអ្មេចរឿងវាហួសអស់ហើយគេជេរនឹងក៏ជេរហួសអស់ដែរតែសំខាន់នៅក្នុងបណ្ដាញសង្គមទាំងអស់ហ្នឹងអ្នកដែលជេរឯងហ្នឹងឯងអត់ស្គាល់ទេអញ្ចឹងក៏វាតាមតាណាហ្នឹងទៅដឹងស្រាប់ហើយនៅក្នុងបណ្ដាញសង្គមគេត្រូវការមនុស្សសម្រាប់ស្អប់ត្រូវការមនុស្សសម្រាប់ជេរ
ត្រូវការមនុស្សសម្រាប់គេជន់ធ្វើឈ្នន់ដើម្បីធ្វើ content វាមិនមែនជារឿងចម្លែកទេបើនិយាយទៅកំឡុងពេលដែលឯងថតឯងយកទៅបង្ហោះឲ្យគេជេរតាមបណ្ដាញសង្គមហ្នឹងទទួលស្គាល់ជីវិតពិបាកមែនរហូតដល់ឯងនេះស្គាល់បាបជីវិតហ្នឹងស្អីគេតែវាមិនអីទេវានៅតែមានជីវិតរស់តស៊ូមកដល់សពថ្ងៃអញ្ចឹងអាហ្នឹងចាត់ទុកថាបទពិសោធន៍ជីវិតទៅ ចុះធ្វើឲ្យមិនមនុស្សខឹងហ៎ចាត់ទុកតែអញសុំទោសអញទៅបើពេលហ្នឹងអញមិនបខំទីអញក៏វាគ្មានរឿងវែងឆ្ងាយអញ្ចឹងដែរ អាហ្នឹងហើយជាមេរៀនជាបទពិសោធន៍បើថ្ងៃក្រោយស្នាឯងជួបមនុស្សនៅក្នុងស្ថានភាពតដូចឯងកន្លែងណាយោគយល់បានក៏យោគយល់កន្លែងណាបធូរដៃបានក៏បធូរដៃមនុស្សធ្លាប់សាងគុណជាមួយនៅតែជាពួកម៉ាក់អញ្ចឹង តែពិបាកទ្រូងម្ដាយម្ដងសឹងប្រេះដូចគេជ្រៀករាប់រយចំណែកផ្លូវដែលកូនដើរមិនថាជោគជ័យក៏ដោយបរាជ័យក៏ដោយម៉ែនឹងឈរចាំមើលផ្លូវកូនទោះយូរប៉ុណ្ណាអត់ធ្មត់ខ្លាំងប៉ុណ្ណាហត់នឿយខ្លាំងប៉ុណ្ណាក៏ដោយម៉ែនឹងរងចាំមើលកូនម៉ែជោគជ័យ